នៅកណ្ដាលភូមិអណ្ដូងទឹកដ៏ស្ងប់ស្ងាត់ហ៊ុំព័ទ្ធដោយផ្ទះឈើបុរាណនិងដើមឈើហូបផ្លែខៀវស្រងាត់ក្មេងស្រីតូចម្នាក់ឈ្មោះកេសរបានភ្ញាក់ពីដំណេកជាមួយនឹងក្តីរំភើបថ្ងៃនេះគឺជាថ្ងៃពិសេសព្រោះនាងក្រុងនឹងធ្វើអ្វីមួយដែលប្លែកពីសប្តាហ៍កេសរបានស្លៀកសម្លៀកបំពាក់ប្រពៃណីដ៏ស្អាតបំផុតរបស់នាងពាក់អាវពណ៌លឿងទុំដែលមានការប៉ាក់ដោយដៃយ៉ាងប្រណិតនិងសំពត់ចងក្បិនពណ៌ខៀវដិតនាងសិតសក់របស់នាងជាពីរយ៉ាងស្អាតហើយតុបតែងដោយផ្កាព្រៃតូចនៅពេលដែលកេសរបានប្រមូលផ្កាគ្រប់គ្រាន់ហើយនាងបានអង្គុយចុះហើយចាប់ផ្ដើមចង់បាច់ផ្កាដ៏ស្រស់ស្អាតមួយនាងប្រើជំនាញនិងសិល្បៈរបស់នាងដើម្បីសម្គាល់នឹងរូបរាងរបស់ផ្កាចូលគ្នាហាក់ដូចជានាងកំពុងតែបង្កើតស្នាដៃសិល្បៈមួយជាមួយនឹងបាច់ផ្កានៅក្នុងដៃកេសរបានដើរកាត់ភូមិដោយទំនុកចិត្តអ្នកភូមិដែលនាងបានជួបប្រទះបានសរសើរពីភាពស្រស់ស្អាតរបស់បាច់ផ្កានិងសម្រស់របស់នាងនៅពេលដែលកេសរមកដល់ផ្ទះរបស់លោកយាយម៉ៅនាងបានឃើញលោកយាយកំពុងតែអង្គុយនៅលើបល្ល័ង្កឈើនៅខាងក្រៅលោកយាយម៉ៅគឺជាមនុស្សម្នាក់ដែលកេសរគោរពនិងស្រឡាញ់បំផុតនៅក្នុងភូមិកេសហើយហុចបាច់ផ្កាជូនលោកយាយម៉ៅលោកយាយបានទទួលយកបាច់ផ្កាដោយស្នាមញញឹមដ៏ទន់ភ្លន់ហើយបានអរគុណកេសរយ៉ាងជ្រាលជ្រៅលោកយាយម៉ៅបានចាប់ផ្ដើមប្រាប់កេសរអំពីរឿងនិទានបុរាណមួយដែលនិយាយអំពីភាពស្រស់ស្អាតនៃធម្មជាតិនិងសារៈសំខាន់នៃសេចក្តីសប្បុរសកេសរបានស្ដាប់ដោយយកចិត្តទុកដាក់ហាក់ដូចជានាងកំពុងតែរស់នៅក្នុងពិភពនៃរឿងនិទាននោះនៅពេលដែលលោកយាយម៉ៅបានបញ្ចប់រឿងនិទានកេសរមានអារម្មណ៍ថាមានក្តីសង្ឃឹមនិងភាពរីករាយយ៉ាងខ្លាំងនាងបានដឹងថាសូម្បីតែទង្វើតូចតាចនៃសេចក្តីសប្បុរសក៏អាចនាំមកនូវភាពរីករាយដល់អ្នកដទៃបានដែរកេសរបានត្រឡប់មកផ្ទះវិញជាមួយនឹងបេះដូងដែលពោរពេញដោយភាពរីករាយនាងបានដឹងថានាងបានបង្កើតការចងចាំដ៏ល្អមួយដែលនាងនឹងចងចាំអស់មួយជីវិតហើយនាងសន្យាថានាងនឹងបន្តធ្វើជាមនុស្សដែលមានសេចក្តីសប្បុរសនិងស្រឡាញ់ធម្មជាតិដូចដែលលោកយាយម៉ៅបានបង្រៀននាង